ជំរាបសួរសួស្តីអ្នកទាំងអស់គ្នាស្វាគមន៍ជាថ្មីមកកាន់វីដេអូបង្រៀនភាសាចិនអញ្ចឹងថ្ងៃនេះគឺយើងនឹងមកសិក្សាពាក្យថ្មីនិងប្រយោគថ្មីទាំងអស់គ្នាអញ្ចឹងកុំឲ្យខាតពេលវេលាយូរយើងទៅសិក្សាពាក្យនិងប្រយោគដូចតទៅអញ្ចឹងពាក្យទី1នេះគឺយើងអានថាម៉ាយនឹងគឺបកប្រែថាទិញម៉ាយទិញចឹងដើម្បីកាន់តែច្បាស់យើងទៅសិក្សានៅលើប្រយោគដូចតទៅចឹងប្រយោគមួយនេះគឺយើងអានថា今天我想买水果今天我想买水果ប្រយោគមួយនេះគឺបកប្រែថាថ្ងៃនេះខ្ញុំចង់ទិញផ្លែឈើចឹងយើងអានម្ដងទៀត今天我想买水果今天我想买水果ថ្ងៃនេះខ្ញុំចង់ទិញផ្លែឈើចូលដល់ពាក្យទី2គឺយើងអានថា想ហ្នឹងគឺបកប្រែថាគិតចង់ឬក៏នឹក想អញ្ចឹងដើម្បីកាន់តែច្បាស់យើងទៅសិក្សានៅលើប្រយោគដូចតទៅចឹងប្រយោគមួយនេះគឺយើងអានថា我想学中文我想学中文我想学中文ខ្ញុំចង់រៀនភាសាចិនអញ្ចឹងយើងអានម្ដងទៀត我想学中文我想学中文ខ្ញុំចង់រៀនភាសាចិនអញ្ចឹងចូលដល់ពាក្យទី3គឺយើងអានថាយោហ្នឹងគឺយើងបកប្រែថាមានយោមានចឹងដើម្បីឲ្យកាន់តែច្បាស់យើងទៅសិក្សានៅលើប្រយោគទាំងអស់គ្នាចឹងប្រយោគមួយនេះគឺយើងអានថា我有2个手机我有2个手机ប្រយោគមួយនេះគឺយើងបកប្រែថាខ្ញុំមានទូរស័ព្ទដៃ2គ្រឿងចឹងយើងអានម្ដងទៀត我有2个手机我有2个手机ខ្ញុំមានទូរស័ព្ទដៃ2គ្រឿង我有2个手机ខ្ញុំមានទូរស័ព្ទដៃ2គ្រឿងចឹងយើងចូលដល់ពាក្យទី4គឺយើងអានថាយោហ្នឹងគឺត្រូវការយោត្រូវការអញ្ចឹងយើងទៅសិក្សានៅលើប្រយោគទាំងអស់គ្នាអញ្ចឹងប្រយោគមួយហ្នឹងគឺយើងអានថា我要钱才能继续学业我要钱才能继续学业ប្រយោគមួយនេះគឺយើងអានថាខ្ញុំត្រូវការលុយដើម្បីរៀនបន្តអញ្ចឹងយើងអានម្ដងទៀត我要钱才能继续学业我要钱才能继续学业ខ្ញុំត្រូវការលុយដើម្បីរៀនបន្តអញ្ចឹងវីដេអូមួយនេះគឺយើងបានបញ្ចប់ត្រឹមនេះហើយអ្នកទាំងអស់គ្នាកុំភ្លេចជួយចុច like និង subscribe ហើយកុំភ្លេច share វីដេអូនេះម្នាក់មួយផងដើម្បីយើងទុករៀននៅពេលក្រោយៗទៀតអញ្ចឹងជួបគ្នានៅវីដេអូក្រោយៗទៀត